ចឹងមួយគ្រឿងនេះគឺជា Ford Ranger Raptor ស៊េរីឆ្នាំ2025ដែលជាប្រភេទឡាននៅក្នុងក្តីសម័យរបស់បងប្អូនហើយប្រភេទនេះដែរគឺពណ៌ខ្មៅត្រឹមតែចូល stock ថ្មីបាទនេះមកជុំវិញយន្តអញ្ចឹង Raptor 2025នេះយើងមានកាមេរ៉ាផ្នែកខាងមុខរបស់ឡានវាមកជាមួយនឹងទឹកលាងបាញ់កញ្ចក់ខាងមុខ sensor ជំនួយក្នុងការចូលចតខាងមុខ4ហើយនិងផ្នែកខាងក្រោយ4ហើយជាពិសេសទៅលើយ៉ានកង់វានេះតែម្ដងនេះយ៉ានកង់វាជាប្រភេទសបកអាមេរិក Biagoric KO2 មកជាមួយនឹងប្រភេទយ៉ានកង់វា17អ៊ីង5D ទាំង4គ្រាប់ហើយយ៉ាននេះប្រភេទយ៉ានអាលុយម៉ាញ៉ូណាហើយមួយវិញទៀតចំណុចពិសេសគឺមានការលេងជាមួយនឹងប្រភេទឈ្នាន់ជាន់ថ្មីមើលទៅរៀងផ្ទះជាងមុនហើយវារៀងស្បឹងជាងមុនអញ្ចឹងណាអានេះមកជុំវិញឡានខ្មៅនេះស្អាតមែនទែនហ្មងជាពិសេសទៅលើ sensor ផ្នែកខាងក្រោយ4គ្រាប់ជំនួយក្នុងការចូលចតកាមេរ៉ាវាមានផ្នែកខាងក្រោយហើយ Raptor គឺកាមេរ៉ា360 degree ជាពិសេសទៅលើដៃតពួកសដងតែម្ដងមានទាំងមុខមានទាំងក្រោយហើយបើសិនជាយើងមើលទៅលើប្រព័ន្ធជើងក្រោមវាប្រភេទនេះខាងមុខប្រើជាប្រភេទ slap agile ក្រោយពងត្រង់ប៉ុន្តែវាមានដៃឃ្លោងចាប់6ដើមហើយប្រភេទបូមគឺជាប្រភេទបូម Fox Racing Shock 2.5 អ៊ីងបូមរបស់អាមេរិកមកណាបាទអញ្ចឹងបើសិនជាបងប្អូនចង់បានរថយន្តមួយគ្រឿងនេះបងប្អូនអាចប្រើប្រាស់មួយសេវាកម្មរំលោះក៏បានបងប្អូនអាចទិញជាលុយសុទ្ធក៏បានហើយសេវាកម្មរំលោះបងប្អូនអាចរំលោះ 100% បានទៅលើ Ford Ranger Raptor ស៊េរីឆ្នាំ2025 option ម៉ាស៊ីនម៉ាស៊ូតនេះអញ្ចឹងចង់ដឹងថាព័ត៌មានលម្អិតអាចទំនាក់ទំនងទូរស័ព្ទផ្នែកខាងលើបាន